ប្រាសាទនេះមានសភាពបាក់បែកទ្រុឌទ្រោមដុំថ្មកលើគ្នាហើយហ៊ុំព័ទ្ធដោយព្រៃឈើពណ៌ខៀវស្រងាត់មនុស្សជាច្រើនជឿថានៅក្រោមគំនរបាក់បែករបស់ប្រាសាទនេះមានបន្ទប់អាថ៌កំបាំងក៏ដូចជាបន្ទប់ក្រោមដីអ្នកខ្លះជឿថានៅក្នុងបន្ទប់អាថ៌កំបាំងទាំងនោះមានមាសពេជ្រកែវកងដែលមានតម្លៃជាច្រើនត្រូវបានលាក់ទុកតាំងពីសម័យបុរាណកាលមកម្ល៉េះតើបន្ទប់និងទ្រព្យសម្បត្តិដ៏មានតម្លៃនោះពិតជាមានពិតប្រាកដមែនដែរឬទេនៅក្នុងវីដេអូនេះយើងនឹងបកស្រាយពីប្រវត្តិសាស្ត្រទូទៅពីដំណើរដើមតងរបស់ប្រាសាទមួយនេះក៏ដូចជាអាថ៌កំបាំងផ្សេងដែលមនុស្សគ្រប់គ្នាតែងតែជឿថាតើវាពិតជាមានពិតប្រាកដមែនឬក៏គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះប្រាសាទនេះត្រូវបានរកឃើញដោយជនជាតិបារាំងម្នាក់នៅក្នុងឆ្នាំ1880អ្នកខ្លះហៅប្រាសាទនេះថាជាប្រាសាទបឹងមាលាអ្នកខ្លះក៏ហៅថាជាប្រាសាទបេងមាលាមិនមានភស្តុតាងណាមួយច្បាស់លាស់បញ្ជាក់ថាឈ្មោះនេះឬក៏ឈ្មោះនោះត្រឹមត្រូវនោះទេហើយក៏មិនមានអ្នកណាស្គាល់ពីឈ្មោះដើមរបស់ប្រាសាទនេះឡើយអ្នកបុរាណវិទូបានដឹងថាប្រាសាទនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី12កំឡុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលជាព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7ហើយក៏ជាស្ដេចដែលសាងសង់ប្រាសាទអង្គរវត្តផងដែរប្រាសាទនេះមានចម្ងាយប្រហែល77គីឡូម៉ែត្រពីក្រុងសៀមរាបហើយត្រូវបានគេសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនាដោយសារប្រាសាទនេះមានស្ថាបត្យកម្មប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរវត្តទើបអ្នកបុរាណវិទូជឿជាក់ថាប្រាសាទនេះអាចជាប្លង់មេឬគំរូដើមដើម្បីសាងសង់ប្រាសាទអង្គរវត្តរហូតមកដល់ពេលបច្ចុប្បន្ននៅតែមានសំណួរមួយចោទសួរថាតើប្រាសាទបេងមាលាសាងសង់ឡើងមុនប្រាសាទអង្គរវត្តឬក៏ក្រោយប្រាសាទអង្គរវត្តអ្នកបុរាណវិទូជំនាន់ដើមបាននិយាយថាប្រាសាទនេះសាងសង់មុនប្រាសាទអង្គរវត្តដោយពួកគេយល់ថាប្រាសាទនេះប្រៀបដូចជាប្រាសាទគំរូសម្រាប់សាងសង់ប្រាសាទដ៏អស្ចារ្យមួយទៀតគឺប្រាសាទអង្គរវត្តប៉ុន្តែមិនមានភស្តុតាងឬក៏សិលាចារឹកណាបានចារទុកថាប្រាសាទនេះត្រូវបានសាងសង់ឡើងមុនប្រាសាទអង្គរវត្តនោះទេទាំងអស់នេះគឺគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះផ្ទុយទៅវិញមកដល់ពេលបច្ចុប្បន្ននេះបុរាណវិទូមួយចំនួនបានលើកឡើងថាប្រាសាទនេះសាងសង់ក្រោយប្រាសាទអង្គរវត្តដោយផ្អែកលើរចនាបថរបស់ប្រាសាទផ្ទាល់តែម្ដងពួកគេផ្ដោតទៅលើបរិស្ថានជុំវិញរបស់ប្រាសាទបេងមាលានេះដោយធ្វើការស្រាវជ្រាវអស់រយៈពេលជាយូរមកទើបពួកគេលើកឡើងថាប្រាសាទនេះសាងសង់ក្រោយប្រាសាទអង្គរវត្តតើហេតុអ្វីបានជាប្រាសាទបេងមាលានេះមានសភាពទ្រុឌទ្រោមនិងបាក់បែកខ្លាំងបែបនេះមានកត្តាជាច្រើនដែលធ្វើឲ្យប្រាសាទនេះមានសភាពបាក់បែកទ្រុឌទ្រោមបែបនេះទី1កត្តាធម្មជាតិការផ្លាស់ប្ដូររាជធានីចេញពីតំបន់អង្គរយូរឆ្នាំធ្វើឲ្យឫសឈើចាក់ចូលព័ទ្ធប្រាសាទកូនរុក្ខជាតិដុះតោងលើប្រាសាទរយៈពេលយូរឆ្នាំរហូតរុក្ខជាតិនោះលូតលាស់ធំឡើងហើយវាក៏បានដេកដួលលើប្រាសាទតែម្ដងហេតុនេះហើយទើបធ្វើឲ្យប្រាសាទមានសភាពបាក់បែកខ្លាំងបែបនេះកត្តាចម្បងជាងគេនោះគឺកត្តាមនុស្សកាលពីសម័យអាណានិគមនិយមបារាំងមានមនុស្សជាច្រើនបានមកដល់ប្រាសាទនេះហើយពួកគេបានធ្វើការរុះរើផ្ដួលរលំប្រាសាទនេះដើម្បីរករបស់របរមានតម្លៃដូចជាមាសពេជ្រកែវកងជាដើមដោយពួកគេយល់ថានៅក្រោមប្រាសាទនេះមានបន្ទប់លាក់ខ្លួនឬក៏បន្ទប់អាថ៌កំបាំងដែលសម្បូរទៅដោយរបស់មានតម្លៃរហូតមកដល់ពេលបច្ចុប្បន្នមានអ្នកទេសចរនិងមនុស្សជាច្រើនតែងតែមានចម្ងល់នៅក្នុងចិត្តមួយថា
តើក្រោមប្រាសាទបេងមីលាននេះពិតជាមានបន្ទប់ក្រោមដីដែលសម្បូរដោយរបស់មានតម្លៃពិតមែនដែរឬទេចម្លើយគឺមិនមានបន្ទប់ក្រោមដីដូចរឿងនិទានឬពាក្យចចាមអារាមនោះទេការពិតទៅប្រាសាទនេះមានទំហំធំរហូតដល់14ហិកតាដោយសារវារងការខូចខាតបាក់បែកជាច្រើនកន្លែងទើបធ្វើឲ្យមានព្រៃឈើដុះព័ទ្ធជុំវិញហើយវាក៏បង្កើតបានជាចន្លោះប្រហោងគម្លាតថ្មឬថ្មដួលរលំជាច្រើនលើគ្នាដែលធ្វើឲ្យអ្នកទស្សនាមើលឃើញថាដូចជាមានល្អាងឬក៏បន្ទប់លាក់ខ្លួននៅក្រោមដីឬក៏នៅក្រោមប្រាសាទនេះឯងចម្ងល់មួយទៀតដែលយើងតែងតែមាននៅក្នុងចិត្តនៅពេលដែលយើងទៅទស្សនាប្រាសាទនោះគឺហេតុអ្វីបានជាគេមិនជួសជុលប្រាសាទមួយនេះហេតុអ្វីទុកឲ្យនៅមានគំនរថ្មកច្រើនលើគ្នាដោយមិនមានសភាពឬក៏រូបរាងមួយច្បាស់លាស់ការដែលគេមិនជួសជុលប្រាសាទនេះគេមានគោលបំណងធំជាច្រើនទី1គោលបំណងដើម្បីអភិរក្សប្រាសាទមួយនេះដើម្បីបង្ហាញពីប្រវត្តិសាស្ត្រនិងភាពស្រស់ស្អាតបែបធម្មជាតិដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាប្រាសាទនេះឲ្យកាន់តែច្រើនជាងមុនទី2គឺកម្រិតនៃការខូចខាតប្រាសាទនេះរងការខូចខាតទ្រុឌទ្រោមខ្លាំងណាស់ជញ្ជាំងនិងដំបូលជាច្រើនត្រូវបានបាក់បែកដួលអស់ធ្វើឲ្យការរៀបចំឡើងវិញស្ទើរតែមិនអាចទៅរួចមួយវិញទៀតតកតងទៅនឹងពេលវេលានិងថវិកាប្រសិនបើចង់ជួសជុលប្រាសាទមួយនេះគឺត្រូវការពេលវេលាយូរណាស់និងថវិកាមហាសាលមួយវិញទៀតប្រាសាទនេះមិនសូវមានសិលាចារឹកបញ្ជាក់ពីការបរិច្ឆេទសាងសង់ច្បាស់លាស់ធ្វើឲ្យអ្នកបុរាណវិទូពិបាកក្នុងការរៀបចំឡើងវិញតាមទម្រង់ដើមនៃប្រាសាទមួយនេះ